French fries មិនជាបោះប្រាំងទេរីអ្នកគ្នាមានឈ្មោះថា French fry ចឹងឯងប៉ុន្តែមិនបោះប្រាំងឆ្ងល់អត់ស្វាគមន៍មកកាន់ episode Food Tale all about food នីតិអាហារអ្នកគ្នានៅឆ្នាំ1600ហ្នឹងគឺជនជាតិ Belgium គឺគាត់ចូលចិត្តញ៉ាំជាមួយនឹងការបំពងមកគាត់អីក៏យកទៅបំពងដែរតែក្នុងភូមិមួយគឺអ្នកភូមិហ្នឹងគេចូលចិត្តញ៉ាំរបស់បំពងខ្លាំងមែនតើត្រីមាន់អីចឹងគេយកទៅបំពងទាំងអស់ប៉ុន្តែដល់ពេលនៅខែត្រជាក់គឺពិបាកក្នុងការរកត្រីអាត្រីទូចៗឬក៏ត្រីធំអីចឹងគាត់បានយកទៅលំបារាំងចិត្តចិនថាយកទៅបំពងបន្តមកទៀតនៅក្នុងឆ្នាំ1617គឺជាជំនាន់សង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី1ទាហានអាមេរិកក៏បានទៅដល់ទ្វីបអឺរ៉ុបដែរជាងឆ្នាំ1617ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី1ហ្នឹងទាហានអាមេរិកគឺគាត់បានភ្លក់លើកទី1នៃដំឡូងបំពងនឹងឯងប្រទេស Belgium និងជនជាតិ Belgium គឺគាត់ប្រើប្រាស់ភាសាបារាំងនៅក្នុងការនិយាយទូទៅអញ្ចឹងទាហានអាមេរិកគាត់គិតថាពួកគាត់ហ្នឹងគឺជាជនជាតិបារាំងអញ្ចឹងគាត់ក៏បានហៅម្ហូបហ្នឹងថា French fries ដូច្នេះហើយឈ្មោះ French fries ហ្នឹងគឺបានជាប់មករហូតតាំងពីជំនាន់សង្គ្រាមលោកលើកទី1ហ្នឹងមកគេមិនដែលហៅ Belgium fries ឬ fry Belgium អីទេគឺគេហៅថា French fries មកដល់ពេលបច្ចុប្បន្ននេះប្រជាជន Belgium ក៏គាត់នៅតែនិយាយថា French fry គឺមានដើមកំណើតមកពីប្រទេស Belgium ជនជាតិបារាំងវិញមកដល់សពថ្ងៃនេះក៏គាត់បាននិយាយថាមុខម្ហូបនេះជារបស់គាត់ដែរប៉ុន្តែដោយសារគាត់គឺជាជនជាតិមួយដែលចូលចិត្តចែករំលែកសេចក្តីស្រឡាញ់ចែករំលែកអ្វីដែលឆ្ងាញ់ទៅពិភពលោកអញ្ចឹងគឺគាត់តែងតែយកមកហូបគឺគាត់តែងតែយកមកម្ហូបមួយនេះចែកចាយដល់ប្រទេសផ្សេងដូចជាទេសចររបស់គាត់ជាដើមអញ្ចឹងទៅចឹងឯងឃើញពួកគេសួរថា French fry មកពីប្រទេសណាអ្នកនរគ្នាដឹងអីណា